បងប្អូនថ្ងៃនេះរថយន្តនេះវាចាញ់ check engine light e-vibe leaking អញ្ចឹងឥឡូវខ្ញុំនឹង check មើលដូចតទៅបងប្អូនរថយន្ត Toyota Corolla ឆ្នាំ2013បងប្អូនអញ្ចឹងនេះ e-vibe វា leaking យើងមិនដឹងថាវា leak នៅណាទេយើងមើលភ្នែកអត់ឃើញហើយខ្ញុំមានគេហៅថា e-vac system tester ឬក៏ smoke machine នេះអានេះខ្ញុំទិញជាង10ឆ្នាំមុនអត់ដែរប្រើបងប្អូនអញ្ចឹងអានោះយើងមានប្រេង ប្រេងដាក់ចូលហើយយើងគៀបអគុយទៅដើម្បីឲ្យវាហុយផ្សែងតទៅមកយើងដាក់ខ្យល់ចូល5ទៅ10 psi ដើម្បីឲ្យវារុញផ្សែងចេញទៅទយោe-vape នៅក្រោមធុងសាំងបន្ទាប់មកបើយើងរកអត់ឃើញយើងដាក់វាចូលក្នុងនេះដើម្បីមើលឃើញថាវាលេចជ្រាបចេញនៅណាអញ្ចឹងឥឡូវដើម្បីមុននឹងចាប់ផ្ដើមខ្ញុំសូមទៅយកខ្យល់សិនបងប្អូនហើយម៉ាស៊ីនខ្យល់នេះយើងត្រូវដាក់វាតា5ទៅ10 psi បានហើយបងប្អូនយើងដាក់ខ្លាំងពេកវាខ្យល់ឡើងពេកអត់ល្អទេអញ្ចឹងខ្ញុំដាក់ព្រោះវាអត់មាននេះទូចប្រហែល5ទៅ10 psi អាហ្នឹងខ្យល់ដែលខ្ញុំអាចចាស់វាពេលខ្ញុំដឹងថាខ្យល់ហ្នឹងខ្លាំងឬក៏ខ្សោយព្រោះអាលេខនោះយើងពិបាកមើលខ្ញុំបាញ់ខ្យល់ដាក់មុខខ្ញុំអញ្ចឹងខ្យល់វាចេញមកសារលហើយស្បែកយើងដឹងថាខ្យល់វាចេញហ៎បងប្អូនសូម្បីតែសក់ក៏អត់ប៉ាងនេះសក់ប៉ាងតិចអញ្ចឹងខ្យល់ចេញប៉ុណ្នេះខ្ញុំទទួលយកបានឥឡូវបន្ទាប់ពីខ្យល់ចេញតិចចូលក្នុងធុងគេហៅថា smoke test smoke machine នឹងហើយខ្ញុំចាប់អគុយបងប្អូនអញ្ចឹងយើងចាប់អគុយដកនឹងបោកទៅតមកវាចេញផ្សែងបងប្អូនឃើញណាព្រោះវាឆេះกระดาษឬក៏កណាត់ហ្នឹងវាធ្វើឲ្យមានផ្សែងតែបន្ទាប់ពីមានផ្សែងមកយើងបិទមកវាចូលតាមទយោនេះបងប្អូនតែបញ្ជាក់បងប្អូនកុំដាក់ខ្យល់ខ្លាំងពេកដំបូងខ្ញុំទិញមកខ្ញុំមិនដឹងដាក់ខ្យល់ខ្លាំងពេកវាកពិតហ៎បងប្អូនខ្យល់នោះវាមិនមែនរុញឲ្យប៉ោងទេអានោះវាទៅជាបឺតឡើងកពិតធុងអាហ្នឹងកាលខ្ញុំទិញមកដំបូង10ឆ្នាំជាងមុនខ្ញុំអត់ទាន់ចេះធ្វើអានេះខ្ញុំប្រើជាលើកឃើញផ្សែងចេញណាប្រើជាលើកទី2ទី3ហើយអញ្ចឹងឥឡូវខ្ញុំនឹងបិទឲ្យជិត ដើម្បីឲ្យផ្សែងវាចេញតាមទយោនេះបងប្អូននេះបន្ទាប់ពីខ្ញុំបិទគម្របនេះជិតហើយនេះបងប្អូនឃើញផ្សែងវាចេញមកហើយអញ្ចឹងផ្សែងវាចេញមកដើម្បីយើងវាមិនខ្លាំងដូចម៉ាស៊ីនគេតម្លៃរាប់ពាន់រាប់ម៉ឺនដុល្លារទេអានេះការខ្ញុំទិញ10ឆ្នាំមុនដូចជា100ដុល្លារអីដែរវាខ្ទង់ហ្នឹងតែយើងអាចមើលឃើញកន្លែងលិចបានខ្លះអញ្ចឹងឥឡូវខ្ញុំដោតចូលអញ្ចឹងខ្ញុំដោតទៅយកនេះចូលឲ្យជិតសិនបងប្អូនអញ្ចឹងបន្ទាប់ពីខ្ញុំដាក់ទៅយកចូលអត់ជ្រៅឃើញផ្សែងវានៅចេញដែរឥឡូវខ្ញុំដាក់អានេះចូលហើយវាឈប់ធ្លាយចេញតាមលើឥឡូវខ្ញុំទៅមើលក្រោមឡានថាតើកន្លែងណាមានហុយផ្សែងឬក៏លិចបងប្អូនឥឡូវខាងលើយើងមើលទៅអត់មានផ្សែងលិចជ្រាបទេអូលិចជ្រាបចេញតាមនេះខ្ញុំបិទឲ្យចិត្តទៅសិនអូឥឡូវខ្ញុំចូលក្រោមឡានមើលថាមានផ្សែងហុយលិចជ្រាបនៅកន្លែងណាអត់បងប្អូនចឹងឥឡូវខ្ញុំនឹងពិនិត្យមើលថាe-vape system ខ្ញុំមិនដឹងខ្មែរហៅអីបងប្អូនតែវាមានតយោមកពីមុខរហូតដល់ក្រោយហ្នឹងណាបើវាលិចជ្រាបយើងនឹងឃើញផ្សែងចេញណាបងប្អូនឥឡូវខ្ញុំរកមើលសិនបងប្អូនឥឡូវខ្ញុំរកមើល
mình tha ta vô đai mình tha ta vô cho nó cào nhom rô mơ ọt khơi xanh lịch triệt đấy bằng bông chẳng nhom ọt khơi viên lịch nó cào thế là nhom rô mơ ở chỗ bàn luôn mình tên thực hàng khổng đấy thao về miền lịch triệt được ạ bông rốt dồn đấy cả lịch triệt hàng cào nhom rô mơ ở hai bằng bông ọt khơi này bờ cá lịch triệt xanh bên đây dùng mơ khơi nhỉ vì mình ọt miền xanh ấy tích bảy mình thằng ọt miền xài nhá bộ nó xài miền nè bờ tại vô lịch tri với giường nâng nhom nâng ai mơ khơi nhá tao bay xài vì mình khăng đôi mà sân cái thông thông mấyแต่នេះបើមានការlịch triខ្ញុំអាចមើលឃើញអញ្ចឹងឥឡូវខាងក្រៅខ្ញុំរកអត់ឃើញទេឥឡូវខ្ញុំដាក់ចូលខាងម៉ាស៊ីនវិញតើខ្ញុំអាចរកឃើញការlịch triឬអត់ចឹងខាងម៉ាស៊ីនខ្ញុំត្រូវដោះយកទៅយកដុំអ៊ីវ៉ែបនេះចេញបងប្អូនខ្ញុំត្រូវដោះយកនេះចេញទៅមកយកដុំនេះដកខ្សែភ្លើងយកដុំនេះចេញសិនទៅមកខ្ញុំញុកអាតាយោនេះចូលក្នុងខ្សែនេះបងប្អូនបើខ្ញុំញុកចូលហើយខ្លាចបែកមួយទេញុកវាមិនជាប់ទេណាបងប្អូនវាក្អែកចេញផ្សែងវាអត់ចូលព្រោះញុកញ៉ៃវាបែកព្រោះវាស្រួយអស់ហើយបងប្អូនអើយរាប់សិបឆ្នាំហើយចឹងលើញុកចូលហើយចាំមើលខ្ញុំអាចរកមើលឃើញថានៅខាងលើនេះមានផ្សែងលេចជ្រាបនៅកន្លែងណាអត់ឡើយខ្ញុំរកមើលសិនបងប្អូនឡើយចាំមកសទុះសិនដើម្បីឲ្យខ្យល់វាចូលខ្លាំងវាយើងនឹងឃើញការលេចជ្រាបធ្លាយផ្សែងវាចេញកន្លែងណាមួយឥឡូវខ្ញុំរកមើលសិនបងប្អូនដល់បើខ្ញុំឃើញកន្លែងណាលេចជ្រាបខ្ញុំនឹងថតឲ្យបងប្អូនមើលនេះសិននេះស្រួលបងប្អូនវាអានេះកំប៉ុងលាបថ្នាំគេយកមកកែច្នៃចាប់អាគុយចេញមកអានេះកន្លែងវ៉ាលនេះកន្លែងពួកឲ្យខ្យល់ចេញចូលអីចឹងណាអញ្ចឹងมันពិបាកធ្វើមកនេះតែខ្ញុំអត់ចេះធ្វើទិញគេទៅអញ្ចឹងឥឡូវខ្ញុំចាំមើលការលេចជ្រាបខ្យល់វាចេញពីណាឥឡូវអត់តន់ឃើញទេខាងលើនេះអត់តន់ឃើញផ្សែងចេញតាមណាទេបងប្អូនព្រោះមកដុំនេះក៏អត់ឃើញមកដុំ intake នេះក៏អត់តន់ឃើញចេញធម្មតាវាត្រូវចេញតាម intake នេះតែឥឡូវអត់តន់ឃើញវាចេញទេបងប្អូនអញ្ចឹងឥឡូវចាំតិចទៀតសិនចាំមើលតើផ្សែងវាចេញតាមណាបងប្អូនមិនថាខាងក្រៅមិនថាខាងលើទេខ្ញុំរកមើលអត់ឃើញផ្សែងលេចជ្រាបចេញទេបងប្អូនអើយអញ្ចឹងយើងមិនដឹងថាវាលេចជ្រាបនៅណាផ្សែងនៅតែមានអញ្ចឹងមែនអត់ឥឡូវខ្ញុំយកចេញហើយផ្សែងប៉ុណ្នេះបើគេហៅថាមានការធ្លាយលេចជ្រាបយើងមើលឃើញហ៎បងប្អូនមិនមែនយើងមើលមិនឃើញទេផ្សែងវាមករយអញ្ចឹងវាមិនមែនថាខ្លាំងពេកទេតែបើមានការលេចជ្រាបឧទាហរណ៍ខ្ញុំដាក់ក្រោមនេះបងប្អូនឃើញទេបើវាមានការលេចជ្រាបយើងមើលឃើញផ្សែងវាហុយចេញមកហើយនឹងក្លិនតែនេះអត់ឃើញមិនដឹងថាមានការលេចជ្រាបនៅណាឬក៏អត់ព្រោះខូដវាប្រាប់ថា e-web អញ្ចឹង e-web លើមើលទៅវាអត់មានឃើញអីទេបងប្អូនអញ្ចឹងបន្ទាប់ពីអត់មានឃើញអីមកមានតាផ្អាកវាសិនទៅឥឡូវខ្ញុំដោះគុយចេញកុំឲ្យចេញផ្សែងទៀតអញ្ចឹងខ្ញុំរកកន្លែងលេចជ្រាបអត់ឃើញទេ
តែបើម្ចាស់គេមុនគេយកទៅសបយកទៅហាងធំគេឲ្យដូរ canister នៅក្រោមម្ចាស់គេយកទៅហាងធំហ្នឹងគេឲ្យដូរដុំនេះហើយអាដុំនេះថ្លៃហ៎បងប្អូនមិនមែនថោកទេអញ្ចឹងខ្ញុំមិនដឹងធ្វើមិនទេបងប្អូនព្រោះខ្ញុំអត់ជឿជាក់ដែរចឹងក៏បើដូរឲ្យវាបាត់មិនអីទេតែបើដូរឲ្យវានៅតែចាញ់ឆែកទៀតអាហ្នឹងវាខាតលុយដុំនេះនៅហាងវាទីដូចប៉ុន្មាន600ឬ700អីណាចាំខ្ញុំមើលกระดาษសិនចឹងអានេះខ្ញុំអត់ឃើញវាលេចជ្រាបទេតែអា sensor ខាងក្នុងយើងអត់ដឹងថាវាខូចអត់អីចឹងណាខ្ញុំក៏អត់ដឹងដែរតែការលេចជ្រាបអត់ឃើញមានខ្យល់មានអីចាញ់ទេចឹងឥឡូវខ្ញុំមិនដឹងធ្វើដូចម្ដេចដែរបងប្អូនព្រោះអារឿងចេញ check engine light នេះចំពោះខ្ញុំពិបាកធ្វើបងប្អូនព្រោះខ្ញុំមិនជំនាញខាងនឹងប្រមាណទេពេលខ្លះយើងរាវត្រូវតែរឿង e-web នេះខ្ញុំធ្វើមិនដែរត្រូវទេបងប្អូនយើងដូរចុះដូរឡើងទៅដល់ហើយវាចេញ check នឹងដដែលអញ្ចឹងអារឿងចេញ check អា e-web ហ្នឹងពិបាកធ្វើចំពោះខ្ញុំបងប្អូន Corolla នេះវាមានកណែកកណក់ច្រើនបងប្អូនអើយណាមកវាមានខ្សែភ្លើងវាមានអតយោនេះដឹងមកពីណាអតយោនេះណារត់ទៅមុខអតយោនេះវារត់ចេះទៅវារត់ទៅមុខមួយទៅអតយោនេះវារត់ចូលធុងសាំងមួយទៅណារត់ចូលធុងសាំងអញ្ចឹងយើងមិនដឹងថាវាលិចនៅលើធុងសាំងអីហ្នឹងឬក៏អត់បងប្អូនព្រោះយើងមើលអត់ឃើញទេហើយខ្ញុំអត់បានមើលលើធុងសាំងហ្នឹងដែរចឹងវាមិនស្រួលដូចយើងគិតទេបងប្អូនអារឿង e-web នេះមួយតែម្ដុំនេះខ្ញុំហៅមើលអស់ហើយអាតយោនេះក៏អត់ឃើញលិចអានេះក៏អត់ឃើញលិចតែមិនដឹងវាលិចក្នុងហ្នឹងមិនខ្ញុំមើលអត់ឃើញហើយម្ដុំនេះអីអត់ឃើញលិចជ្រាបទេតែបើយើងដូរព្រាវខ្លាច់ដូរហើយវានៅតែចាញ់ឆែកទៀតអញ្ចឹងណាបងប្អូនអញ្ចឹងមើលនេះតយោ1តយោ2ខ្សែភ្លើង1តយោទូចមួយទៀតអូកណែកកណក់ដែរហ្នឹងបងប្អូនអើយអានេះ Corolla ឆ្នាំ2013ចែកមើលអស់ហើយបងប្អូនអើយអត់ឃើញលេចទេបាទធុងម៉ាស៊ីននឹងមើលបងឃើញផ្សែងពេញហ្នឹងឯងផ្សែងហ្នឹងវាឆេះចេញពីកណាត់ជាមួយខួយដែលយើងដាក់មួយអាគុយហ្នឹងណាហើយខ្ញុំប្រើអានេះបងប្អូនខ្ញុំប្រើ C form ហ្នឹងខ្ញុំចាក់ចូលទៅវាចេញផ្សែងខ្លះដែរវាមិនមែនថាអត់ចាញ់ទេតែបើវាលេចជ្រាបយើងអាចមើលឃើញហើយចឹងឥឡូវខ្ញុំអត់ឃើញការលេចជ្រាបទេហើយអាដុំនេះក៏យើងមិនដឹងថាវាខូចឬអត់ដែរតែឥឡូវខ្ញុំសាក clean វាខ្ញុំបាញ់ spray clean វាជាមួយ electric cleaner ហ្នឹងណាខ្ញុំបាញ់ចូលនឹងខ្ញុំក្លុកវាឥឡូវខ្ញុំសម្អាតខាងក្នុងវាហើយខ្ញុំសម្អាតហើយចាក់ចេញមកអត់ឃើញវាក្រិចអីទេឃើញវាថ្លាល្អតែឥឡូវផ្លូវមួយគឺខ្ញុំដាក់អានេះចូលសិន clear code តបមកបើវាចាញ់ឆែកទៀតដំបូងត្រូវដូរនេះសិនតែចាំមើលខ្ញុំដូរនេះសិនវាថោកតែបើដូរនេះហើយវានៅតែចាញ់ឆែកទៀតប្រហែលដូរអាធំនៅចិត្តធុងសាំងណាបងប្អូនខ្ញុំសូមអរគុណបងប្អូនដែលបានមើលវីដេអូដាក់ធុងផ្សែងខ្ញុំឆែកមើលការលេចជ្រាបតែរមើលអត់ឃើញទេបងប្អូនវាអត់ឃើញការលេចជ្រាបនៅណាទេអញ្ចឹងតាមនឹងសិនទៅខ្ញុំសម្អាតអាហ្នឹងដាក់ចូល clear code ហើយខ្ញុំនឹងសាកបច្ឆេះបើកពីថ្ងៃមើលបើវាបាត់ហើយបើវាមិនបាត់អានឹងចាំយើងដូរតាមដំណាក់កាលមួយចឹងអរគុណបងប្អូនច្រើនបានមើលវីដេអូនេះជួបគ្នាវីដេអូក្រោយទៀតបងប្អូនអរគុណច្រើនជម្រាបលា